តើឯកសារអ្វីខ្លះដែលយើងត្រូវតែបកប្រែសម្រាប់ពេលយើងយកឯកសារទៅសភាជាមួយនឹងសានទូតសហរដ្ឋអាមេរិកចំពោះវីសាគូដណ្ដឹងនេះគឺជាបទពិសោធន៍ខ្ញុំនិងបេក្ខជនផ្សេងៗនៅកិច្ចសភានៅឆ្នាំ2025នេះអញ្ចឹងលិខិតសំខាន់ដែលយើងត្រូវបកប្រែជាភាសាអង់គ្លេសនៅពេលសភាឯកសារហ្នឹងដែលគេត្រូវការហ្មងមានដូចជាលិខិតបញ្ជាក់ភាពនៅលាវអញ្ចឹងយើងអាចបកប្រែជាភាសាអង់គ្លេសបានហើយនឹងលិខិតកោតោបើអ្នកទាំងអស់គ្នាគិតដើម្បីចំណេញពេលវេលាហ្មងយើងបកប្រែជាមួយនឹងក្រសួងយុទ្ធភ័ពតែម្ដងទៅនៅពេលដែលយើងបំពេញយកជាភាសាខ្មែរហើយយើងយកជាភាសាអង់គ្លេសយើងបកប្រែជាមួយនឹងក្រសួងយុទ្ធភ័ពតែម្ដងទៅបានក្នុងពេលតែមួយអញ្ចឹងចំណេញពេលវេលាដែរមួយវិញទៀតគឺលិខិតបញ្ជាក់សម្បត្តិកំណើតយកលិខិតបញ្ជាក់សម្បត្តិកំណើតរបស់យើងហ្នឹងបញ្ជាក់ជាភាសាអង់គ្លេសអ្នកនរគ្នាអញ្ចឹងយើងអាចបកប្រែវាបាននៅក្រុមហ៊ុនបកប្រែគឺយកលិខិតបញ្ជាក់ភាពនៅលាវនិងលិខិតបញ្ជាក់សម្បត្តិកំណើតចំណែកឯលិខិតកោតទោសធ្វើនៅក្រសួងយុតិធធម៌តែបើអ្នកនរគ្នាគិតថាអូញ៉ៃណាចង់បកប្រែតែមកកន្លែងអញ្ចឹងអស់លុយមកតង់ទៀតអីចឹងបកប្រែតែមកកន្លែង3ស្លឹកហ្នឹងឧទាហរណ៍លិខិតបញ្ជាក់ភាពនៅលាវលិខិតកោតទោសលិខិតសម្បត្តិបញ្ជាក់សម្បត្តិកំណើតហ្នឹងបកប្រែនៅក្រុមហ៊ុនបកប្រែតែម្ដងក៏បានដែរហើយក្រុមហ៊ុនបកប្រែដែលខ្ញុំបាន recommend គឺនៅ Go Translate ដែលសារតម្លៃសមរម្យសេវាកម្មល្អអញ្ចឹងណាចំពោះខ្ញុំគឺពីរ៉ាមីតគឺរៀងថ្លៃអញ្ចឹងបាទអ្នកនរគ្នាមានលទ្ធភាពបកនៅពីរ៉ាមីតក៏បានបាទខ្ញុំបកនៅ Go Translate ហើយខាងសានទូតគេទទួលស្គាល់ដូចគ្នាអញ្ចឹងណាហើយប្រសិនបើអ្នកនរគ្នាមានកម្រោងចង់ធ្វើអីមួយនៅសហរដ្ឋអាមេរិកឧទាហរណ៍រៀនបន្តធ្វើការបន្តចំពោះខ្ញុំនេះបបពិសោធន៍ផ្ទាល់ខ្លួនទេគឺខ្ញុំបកប្រែសញ្ញាបត្រទុតិយភូមិសញ្ញាបត្រទី12របស់ខ្ញុំហើយខ្ញុំក៏បានទទួល transcript ពីសាកលវិទ្យាល័យរបស់ខ្ញុំហើយនិងវិញ្ញាបនបត្រពីសាកលវិទ្យាល័យរបស់ខ្ញុំដែរដែលមានជាភាសាខ្មែរហើយនិងភាសាអង់គ្លេសអញ្ចឹងណាខ្ញុំយកមកសហរដ្ឋអាមេរិកដែរយើងត្រូវការចាំបាច់នៅក្នុងសហរដ្ឋអាមេរិកអរគុណប្រសិនបើអ្នកនរគ្នាមានបទពិសោធន៍អីបន្ថែមទៀតចង់បន្ថែមចំពោះវីដេអូសូមជួយ comment ខាងក្រោមដើម្បីជួយដល់អ្នកផ្សេងឲ្យបានជាប់វីសាមកសហរដ្ឋអាមេរិកទាំងអស់គ្នាហើយប្រសិនបើវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ like and share ហើយកុំភ្លេចចូលក្រុម Telegram តាក់ទងទៅនឹងវីសាមកសហរដ្ឋអាមេរិកអរគុណជម្រាបលា